មណ្ឌលគិរីគឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាក្រៅពីល្បីល្បាញលើតំបន់ទេសចរណ៍ធម្មជាតិដ៏ធំល្វឹងល្វើយហើយនោះខេត្តមណ្ឌលគិរីក៏ជាទឹកដីមួយដ៏មានសក្តានុពលខ្លាំងក្លាពីវិស័យកសិកម្មក្នុងការដាំដុះដំណាំយ៉ាងច្រើនសន្ធឹកសន្ធាប់កត្តាភូមិសាស្ត្រនៃប្រភេទដីក្រហមនិងអាកាសធាតុត្រជាក់អំណោយផលពីធម្មជាតិគឺជាកត្តាចម្បងដែលធ្វើឲ្យទិន្នផលនៃការដាំដុះដំណាំហូបផ្លែរួមទាំងដំណាំកសិឧស្សាហកម្មផ្សេងៗលូតលាស់បានយ៉ាងល្អប្រសើរជាក់ស្ដែងនៅក្នុងចម្ការកាហ្វេរបស់លោកចៃម៉ៅកាហ្វេមណ្ឌលគិរីគឺមានការដាំដុះដែលដំណាំប្រភេទនេះក៏ជាកសិផលអត្តសញ្ញាណមួយតំណាងឲ្យខេត្តមណ្ឌលគិរីផងដែរតើការដាំដុះដំណាំកាហ្វេនៅលើទឹកដីក្រហមនេះត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះហើយបច្ចេកទេសនៃការថែទាំត្រូវធ្វើដូចម្តេចខ្លះទើបទទួលបានទិន្នផលខ្ពស់ក៏នៅចង់ប្រាប់ថានេះជាថ្នាលមួយដែលយើងបដោះដើម្បីទុកត្រៀមក្នុងការដែលយកទៅដាំអានេះកាហ្វេនេះគឺយើងបានដាក់ចូលថងបានរយៈពេល5ខែហើយអញ្ចឹងមុននឹងយើងយកទៅដាំដល់ដៅគឺយើងទៅការបដោះកូនសិនអញ្ចឹងខែនេះជាខែមួយដែលយើងដាំហើយព្រោះខែ6ខែធ្លាក់ភ្លៀងជោគជាំហើយអញ្ចឹងយើងអាចយកទៅដាំបានក៏ប៉ុន្តែការដាំក៏ទៅរៀបចំប្រព័ន្ធទឹកដែរព្រោះយើងអាចជឿជាក់រឿងថាពេលខ្លះយើងគិតថាខែនេះជាខែភ្លៀងតែវាចំកូនរដូវប្រាំងវាធ្វើឲ្យការងាប់ដល់ពេលយើងដាំអញ្ចឹងមុននឹងយើងដាំកាហ្វេទាមទារយើងរៀបប្រព័ន្ធទឹកឲ្យស្រេចសិនបានយើងដាំទៅកាហ្វេយើងបានល្អការដាំកាហ្វេមុននឹងដាំគឺយើងជីកអណ្ដៅសិនយើងជីកអណ្ដៅកន្លះម៉ែត្រ4ជ្រុងហើយជម្រៅក៏កន្លះម៉ែត្រដែររួចហើយបានយើងចាប់ដាំវិញហើយការដាំយើងអាចកាប់ដីលុបបាទយើងទៅបន្ថែមហើយជីយើងអាចដាក់នៅពេលឥឡូវក៏បានចាំដល់ពេលយើងដាំហើយរយៈពេលកន្លះខែឬមួយអាទិត្យអីឲ្យវាចាំចេញឬសំយើងដាក់ក៏បានដែរតែខ្ញុំដាំនេះខ្ញុំអត់តន់បានដាក់ជីទេខ្ញុំចាំដាក់នៅពេលក្រោយពេលដែលយើងដាំហើយទៀមទាគឺការថែទាំកាលណាដែលយើងដាំអញ្ចឹងបើសិនជាអត់ទឹកភ្លៀងតាមអាទិត្យឬ4-5ថ្ងៃតែអត់មានទឹកគឺសពូនងាប់អញ្ចឹងបើសិនជាយើងដាំហើយទៅមកមើលហើយបើសិនជាអត់ភ្លៀងយើងទៅការស្រោចទឹកនេះជាប្រព័ន្ធទឹករបស់ខ្ញុំអញ្ចឹងកាលណាដល់ពេលយើងស្រោចទឹកទៅគឺអត់ភ័យរឿងងាប់ទេបាទហើយការដាំក៏យើងទៅទៀមទីហែកថងដើម្បីកាលណាយើងអត់ហែកថងចេញឬចេញរួចទេបាទអញ្ចឹងទៅការហែកថងហើយជំរឿហ្នឹងយើងជីកឲ្យជ្រៅហើយដល់ពេលយើងមកដាំយើងទៅកាយដីដាក់ចូលវិញដើម្បីឲ្យដីហ្នឹងវាផលដល់ពេលរឹសចាក់ទៅវាបានធូរការលូតលាស់របស់វាលឿនបាទហើយនេះយើងរបៀបនៃការដាំអញ្ចឹងយើងកាត់ថងវាចេញសិនមកហើយដោយសារកូនកាហ្វេបើសិនជាកូនកាហ្វេនឹងវាច្រើនឆ្នាំគេត្រូវការកាត់គូតវាទៀតដើម្បីកាត់រឹសវៀនណាតែដោយសារកូនកាហ្វេយើងនៅក្នុងរយៈពេលតែ5ខែអីវារឹសអត់ទាន់មានរឹសកែវវៀនទេអញ្ចឹងយើងកាត់តែថងយកតែថងចេញយើងអាចដាំបានហើយយើងសកត់ដីវាពីគល់នឹងឲ្យវាណែនហើយសូមយើងកាប់ជាអណ្ដៅរៀងបន្ថែមឲ្យវាចេញស្អាតរៀងដល់បន្តិចមិនមែនថាយើងដាំអញ្ចឹងហើយឲ្យអណ្ដៅគេថាមើលទៅវាព្រោះយើងជីក4ជ្រុងដល់ពេលក្រោយពីយើងកាប់រួចទៅគឺយើងឲ្យវាមាន4ជ្រុងវាឃើញស្អាតដែរបាទអានឹងសភនភាពបាទហើយកាប់អណ្ដៅនៅលើផ្ទៃដីប្រមាណ7 ទៅ 8 ហិកតានេះលោកចៃម៉ៅបានដាំដុះដំណាំកាហ្វេចំនួន2ប្រភេទគឺពូជ Robusta និងពូជ Arabica ការដាំដុះដំណាំកាហ្វេនេះត្រូវបានលោកចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ1997មកម្ល៉េះដែលគិតមកទល់នឹងពេលបច្ចុប្បន្ននេះមានរយៈពេល29ឆ្នាំមកហើយដើម្បីទទួលបានទិន្នផលកាហ្វេល្អនិងមានគុណភាពខ្ពស់គឺទាមទារនៅកត្តាចម្បងចំនួន4ដែលមិនអាចខ្វះបានបើចង់ដាំកាហ្វេឬធ្វើកសិកម្មទាំងអស់វាមានកត្តា4កត្តាមនុស្សកត្តាពូជកត្តាទីតាំងកត្តាភពទឹកអញ្ចឹងបើយើងចង់ដាំកាហ្វេតែយើងតាំងចិត្តថាយើងដាំអត់កាហ្វេឬគេថាដាំតាមគេអាហ្នឹងកាលណាតែយើងឬគេថាដាំតាមគេយើងអត់មានចិត្តមួយក្នុងការធ្វើវាធ្វើឲ្យយើងបរាជ័យអញ្ចឹងបើយើងមានចិត្តចង់ធ្វើហើយយើងទី1យើងទៅការតើកន្លែងហ្នឹងមានភពទឹកអត់ដូចរបស់ខ្ញុំមានភពទឹកអញ្ចឹងអាហ្នឹងភពទឹកយើងមានហើយបើមានភពទឹកហើយយើងទៅកាយទីតាំងខេត្តមណ្ឌលគិរីជាខេត្តមួយដែលមាន
រយៈកម្ពស់ខ្ពស់ដំណាំកាហ្វេព្រោះដំណាំកាហ្វេវាត្រូវការដាំវាមានរយៈកម្ពស់ខ្ពស់បាទហើយពូជក៏យើងទាមទារពូជដែរកាលណាយើងដាំអត់មានពូជត្រឹមត្រូវក៏យើងមិនអាចទទួលផលបានល្អកាហ្វេបើយើងគិតអំពីការថែទាំគឺយើងថែទាំដោយដំណាំផ្សេងហ្នឹងអត់ខុសគ្នាប៉ុន្មានទេបើយើងធ្លាប់ធ្វើកសិកម្មយើងយល់អំពីការថែទាំរបស់ដើមឈើហើយយើងត្រូវការទី1ពេលដែលយើងដាំហើយសំខាន់ហ្នឹងគឺទឹកគឺយើងកាលណាតែពេលយើងដាំថ្មីទឹកវាអត់គ្រប់គ្រាន់ធ្វើដំណាំមិនងាប់បាទយើងពិបាកនឹងជួសកាលណាយើងជួសវាធំមកវាអត់ចង់តន់គ្នាទេដោយសារតែការរយៈពេល4-5 ខែអញ្ចឹងណារំតែវាមកតន់គ្នាហើយសំខាន់គឺទឹកទី2គឺស្មៅជីការថែទាំបន្តហ្នឹងគាត់ថាការថែទាំទៅតាមដំណាក់កាលនៃការលូតលាស់របស់វាជាទូទៅដំណាំកាហ្វេដែលដាំដុះបានរយៈពេល2ឆ្នាំគឺអាចប្រមូលផលជាបណ្ដើបានហើយប៉ុន្តែចាប់ពីអាយុ3ឆ្នាំឡើងទៅទើបដំណាំនេះផ្ដល់ទិន្នផលបានយ៉ាងច្រើនទន្ទឹមនឹងការទទួលបានទិន្នផលខ្ពស់បែបនេះក៏ទាមទារឲ្យមានការយកចិត្តទុកដាក់និងថែទាំយ៉ាងដិតដល់បំផុតលើសពីការផ្ដល់ប្រាក់ចំណូលដល់ម្ចាស់ចម្ការវិស័យកសិកម្មក្នុងការដាំដុះដំណាំកាហ្វេនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីបង្កើតឱកាសការងារនិងលើកកម្ពស់ជីវភាពដល់ពលរដ្ឋនៅក្នុងមូលដ្ឋានជាក់ស្ដែងដូចជាប្អូនប្រុសវិតដែលបានមកបម្រើការងារនៅក្នុងចម្ការកាហ្វេនេះផ្ទាល់តែម្ដងពេលយើងបានមកធ្វើការអញ្ចឹងទៅយើងយល់ពីចំណេះដឹងពីការដាំដុះពីគាត់តទៅវិញពេលដែលយើងមកធ្វើការនៅកន្លែងគាត់ទៅយើងយល់ពីចំណេះដឹងតពីគាត់ទៅយើងដូចថាយើងមានប្រាក់ចំណូលយើងរៀនការដាំដុះយើងអត់មានពិបាកខាតបង់លុយទៅខាងគាត់ទេយើងមានទាំងចំណេះយើងមានទាំងប្រាក់ខែយកជួយដល់ក្រុមគ្រួសារដល់ដូចជាប្រពន្ធកូនអីចឹងយើងអាចដោះស្រាយជីវភាពបានក្រៅពីការដាំដុះនៅក្នុងចម្ការរបស់លោកចៅម៉ៅក៏មានសិប្បកម្មកែច្នៃនិងកិនគ្រាប់កាហ្វេផ្ទាល់ដៃទៅជាម្សៅកាហ្វេដ៏ឈ្ងុយឆ្ងាញ់ផងដែរដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅក្នុងស្រុកដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំគិតជាមធ្យមក្នុងផ្ទៃដីដាំដុះ1ហិកតាលោកអាចប្រមូលផលនិងកែច្នៃចេញជាម្សៅកាហ្វេសម្រេចបានទិន្នផលចន្លោះពី3ទៅ4តោនឯណោះគឺជាកាហ្វេដែលយើងគិតពីអាយុកាលរបស់វាយើងដាំតាំងពីឆ្នាំ1997មកបាទនេះអាយុកាលរបស់វាមកដល់ឥឡូវវាជា30ឆ្នាំជាងហើយការដែលយើងដាំរួចហើយយើងធ្វើការប្រមូលផលហើយយើងមានកន្លែងហាលកន្លែងកិនវាដើម្បីបំបែកជាគ្រាប់កាហ្វេយកសម្បកវាចេញណាអាហ្នឹងបំបែកទៅវាជាផលិតផលគេថាដូចជាអង្គបើនៅជាដើមអញ្ចឹងយើងបាយហាលវាដូចជាស្រូវកាលណាដល់ពេលយើងកិនទៅវាដូចជាអង្គយើងយកអាក្របរបស់ហ្នឹងទៅលីងម្សៅទៀតដើម្បីកិនជាម្សៅអាហ្នឹងជាផលិតផលសម្រាប់ហើយរាល់កាហ្វេដែលខ្ញុំដាំហ្នឹងគឺខ្ញុំអត់លក់គ្រាប់កាហ្វេឆៅទេគឺខ្ញុំយកកាហ្វេដែលយើងដាំនៅចម្ការហ្នឹងទៅកែច្នៃខ្លួនឯងទៀតកែច្នៃហើយខ្លាយទៅជាផលិតផលសម្រាប់ហើយបានយើងលក់នៅទីផ្សារបាទអញ្ចឹងរាល់ចង្វាក់ការដាំដុះគឺខ្ញុំដាំខ្លួនឯងខ្ញុំកែច្នៃខ្លួនឯងហើយយើងលក់ចែកចាយទៅទីផ្សារនៅក្នុងប្រទេសកម្ពុជាយើងនេះបាទជាអ្នកធ្វើកសិកម្មអ្នកកែច្នៃគឺយើងចង់ធ្វើអ្វីដែលល្អដែលមានគុណភាពសម្រាប់ចែកជូនបងប្អូនយើងយកទៅបរិភោគព្រោះការដែលហូបចុកគឺយើងត្រូវការគុណភាពអញ្ចឹងដោយកាហ្វេខ្ញុំតម្លៃរឿងខ្ពស់ជាងគេដោយសារអីខ្ញុំធ្វើតម្រូវដើម្បីទៅគុណភាពទេរឿងទីផ្សារយើងធ្វើអត្រានេះដោយសារអីដូចជាកាហ្វេ1គីឡូ$5ជាកាហ្វេឆៅហើយដល់ពេលគេកែច្នៃទៅកាហ្វេ1គីឡូម្សៅ$5ដល់ពេលអញ្ចឹងខ្ញុំធ្វើឲ្យបានអញ្ចឹងកាហ្វេខ្ញុំបច្ចុប្បន្នយើងលក់1គីឡូ$8បាទ$8ឡើងបាទដោយសារអីព្រោះការកែច្នៃយើងពង្រឹងលើគុណភាពបាទហើយយើងមានលក់នៅក្នុងខេត្តក៏មាននៅទីក្រុងភ្នំពេញក៏មានបាទបើនិយាយអំពីគុណភាពកាហ្វេវិញកាហ្វេចេញពីចម្ការរបស់លោកចៃម៉ៅមណ្ឌលគិរីគឺមានគុណភាពខ្ពស់
ផ្ដល់នូវរសជាតិឈ្ងុយឆ្ងាញ់បែបធម្មជាតិពិតៗដែលធ្វើឲ្យមានការគាំទ្រនិងនិយមពិសាយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សប្បាយដល់ពេលដែលឃើញជនជាតិខ្មែរយើងគ្រប់គ្រងផលិតផលខ្មែរយើងមានអារម្មណ៍ថាសប្បាយចិត្តដែរបងប្អូនយើងគ្រប់គ្រងឲ្យច្រើនផលិតផលខ្មែរយើងធ្វើនៅខ្មែរនៅខាងខេត្តឥណ្ឌូគិរីអីហ្នឹង ចំពោះខ្ញុំដែលជាកសិកររស់នៅក្នុងខេត្តឥណ្ឌូគិរីគឺខ្ញុំសប្បាយរីករាយពួកខ្ញុំចូលចិត្តធ្វើអញ្ចឹងអ្វីដែលយើងធ្វើគឺយើងផ្ដោតទៅលើអ្វីដែលយើងធ្វើអាហ្នឹងឧទាហរណ៍តាំងពីដាំទៅដល់ការកែច្នៃស្អីៗគឺយើងមានចិត្តចង់ធ្វើយើងសប្បាយរីករាយនឹងអ្វីដែលយើងធ្វើបានអ្វីដែលយើងមានហើយក៏អរគុណដែរអរគុណដល់បងប្អូនទាំងអស់ទាំងប្រជាពលរដ្ឋទាំងមន្ត្រីរាជការជាងក្រសួងដែលបានគ្រប់គ្រងផលិតផលកាហ្វេចៃម៉ៅឥណ្ឌូគិរីយើងតាំងពីខ្ញុំចាប់ផ្ដើមរហូតដល់បច្ចុប្បន្នហ្នឹងបាទសប្បាយចិត្តអ្នកដាំអ្នកផលិតអត់មានអ្នកប្រើប្រាស់អត់គ្រប់គ្រងក៏ពួកខ្ញុំអត់ដឹងយកតាណាដែរអញ្ចឹងក៏សំណូមពរថាឲ្យខ្មែរទាំងអស់យើងគ្រប់គ្រងផលិតផលខ្មែរដើម្បីឲ្យបានខ្មែរទាំងអស់បានរស់បានទាំងអស់គ្នាបាទ ប្រសិនបើលោកអ្នកចង់ពិសាកាហ្វេដែលមានគុណភាពខ្ពស់មានរសជាតិឈ្ងុយឆ្ងាញ់ពិសាហើយជាពិសេសជាផលិតផលកសិកម្មនៅក្នុងស្រុកដែលដាំដុះនិងកែច្នៃដោយស្នាដៃកូនខ្មែរពិតប្រាកដនោះសូមកុំភ្លេចកាហ្វេចៃម៉ៅមណ្ឌលគិរីសូមរួមគ្នាលើកស្ទួយសេដ្ឋកិច្ចជាតិនិងជីវភាពកសិករខ្មែរតាមរយៈការប្រើប្រាស់និងការគាំទ្រផលិតផលនៅក្នុងស្រុក